រកថអជួយប្រុសព្រួយខ្លាំងណាស់ដោះមិនបានច្បាស់ដូចនៅក្មេងឡើយសូមអនុមោទនាលោកយាយអបាសិកាទៅសំអន់លោកមានឧបការៈធំធេងណាស់សម្រាប់ភូមិតាពាំងពោក៏ដូចជាភូមិលបែកបាទប្រឡប់បានជួយសង្គ្រោះនៅកុមារជាច្រើនបាននៅក្នុងភូមិនេះខ្ញុំកណាខ្ញុំបានសូមអាននៃជីវប្រវត្តិរបស់លោកយាយអបាសិកាទៅសំអន់ស្ថិតនៅភូមិត្រពាំងពោឃុំកណ្រង់ស្រុកបរិបូរខេត្តកំពង់ឆ្នាំងថ្ងៃប្រហោះ8កើតខែកើតឆ្នាំម្សាញ់សប្បុរស័កពុទ្ធសករាជ2569ត្រូវនឹងថ្ងៃទី26ខែមិនិនាឆ្នាំ2026ខ្ញុំបតរណាសូមក្រាបថ្វាយបង្គំព្រះរតនត្រ័យជាទីសក្ការៈសូមក្រាបថ្វាយបង្គំព្រះថេរាធេរៈគ្រប់ព្រះអង្គនិងសូមគោរពដល់ពុទ្ធបរិស័ទញាតិមិត្តជិតឆ្ងាយនិងអង្គពិធីទាំងមូលជាទីមេត្រីខ្ញុំប្រកាសណាខ្ញុំបាទតំណាងឲ្យក្រុមគ្រួសារនៃសពសូមអនុញ្ញាតពីពិធីទាំងមូលបានអាននៅជីវប្រវត្តិសង្ខេបរបស់លោកយាយអបាសិកាទៅសំអន់ជាកបរិឆេទលោកយាយអបាសិកាទៅសំអន់កើតនៅថ្ងៃច័ន្ទ3កើតខែអាសត់ឆ្នាំម្សាញ់បញ្ញស័កពុទ្ធសករាជ2597ត្រូវនៅថ្ងៃទី10ខែតុលាឆ្នាំ1953ស្ថិតនៅភូមិត្រពាំងពោឃុំខណ្ឌរងស្រុកបរិបូរខេត្តកំពង់ឆ្នាំងតូនអ្នកកសិករដោយឪពុកមានលៀងតូចសុំនិងអ្នកម្ដាយមានលៀងលៀងអៀនដែលមានទីលំនៅនៅខាងលើលោកយាយអបាសិកាទៅសំអន់មានបងប្អូនបង្កើតចំនួន3នាក់ប្រុស1នាក់ស្រី2នាក់ទី1តូចសំអឿនស្លាប់ទី2តូចសំអន់ស្លាប់និងទី3សុំសារៈប្រុសស្លាប់កុមារបរិឆេទកាលពីកុមារដែលមានលក្ខណៈសម្បត្តិពីធម្មជាតិគង់ផ្សំពីសំណាក់មេដាបៃតាផងនោះកុមារទៅសំអន់ជាកុមារមួយរូបដែលមានអត្តចរិតនិងអកប្បកិរិយាថ្លៃថ្នូរទន់ភ្លន់សុភាពរាបសារនិងចេះជួយទុកធុរៈអ្នកដទៃចេះគោរពឪពុកម្ដាយចាត់ព្រឹត្តិការណ៍ទីស្រឡាញ់រាប់អានសិក្សាមេដាបៃតាបានបញ្ជូនទៅសិក្សារៀនសូត្រលេខបុណ្យនៅសាលាបឋមសិក្សាពន្លៃពីមួយថ្ងៃទៅមួយថ្ងៃកុមារតូចសំអន់បានខិតខំរៀនសូត្រស្ដាប់ដំបូន្មានលោកគ្រូអ្នកគ្រូក្នុងកម្រិតវប្បធម៌ថ្នាក់ទី12យុវនារីតូចសំអន់ជាមនុស្សម្នាក់ដែលចូលចិត្តស្រឡាញ់ផ្នែកវិទ្យាសាស្ត្របានសិក្សារៀនសូត្ររហូតព្រមទាំងស្រាវជ្រាវផ្នែកវិទ្យាពេទ្យហើយការខិតខំរបស់យុវនារីតូចសំអន់ទទួលបានជោគជ័យក្នុងឆ្នាំ1973នារីតូចសំអន់ទទួលបានតួនាទីជាពេទ្យមួយរូបប្រចាំនៅមន្ទីរពេទ្យបង្អែកស្រុកបរិបូរជីវិតនិងគ្រួសារហេតុផលនៃច្បាប់ធម្មជាតិយុវនារីតូចសំអន់ជាស្ត្រីម្នាក់ដែលស្រឡាញ់ខ្លួនមិនអនុញ្ញាតឲ្យបរិសណាមកប៉ះពាល់ខ្លួនប្រាណបានឡើយសុខចិត្តនៅលីងក្រមុំនិងបីបាច់ចិញ្ចឹមថែរក្សាក្មួយ6នាក់នឹងចៅជាមួយនឹងការលះបង់និងការខិតខំយ៉ាងនឿយហត់ដើម្បីក្មួយនឹងកូនចៅឲ្យមានអនាគតល្អនិងក្លាយទៅជាមនុស្សល្អក្នុងសង្គមតែគោអនិច្ចាដោយបរិបទនយោបាយមានការប្រែប្រួលប្រទេសលាក់ចូលនៅក្នុងភ្លើងសង្គ្រាមដ៏ក្តៅគគុករបបមួយក៏រលត់ទៅក
ក៏បានអត់បដិកឡើងពោលគឺរបបដឹកខ្មៅងងឹតដែលមិនធ្លាប់មានពីមុនតលតែសោះនៅចន្លោះឆ្នាំ1970គាត់ត្រូវបានគេជំលះដោយប្រជាជនដទៃផ្សេងទៀតដែររហូតមកដល់របបថ្មីមួយទៀតបានកើតឡើងនៅថ្ងៃទី17មេសាឆ្នាំ1975ប្រជាជនត្រូវបានគេបង្អត់អាហារបង្ខំឲ្យធ្វើការធ្ងន់ធ្ងរដោយដាក់ឲ្យរស់នៅបែកពីគ្រួសារបំបិទសិទ្ធិសេរីភាពគ្រប់បែបយ៉ាងបើបុគ្គលណាហ៊ានជំទាស់គេនឹងវាយដំធ្វើទិរណកម្មឬសម្លាប់ដោយចោទថាជាខ្មាំងសត្រូវស្ថិតនៅក្នុងសភាពបែបនេះព្រះពុទ្ធសាសនាត្រូវបានគេបំផ្លាញចោលទាំងស្រុងវត្តដែលជាទីសក្ការៈបានคล้ายជាកន្លែងចិញ្ចឹមជ្រូកមន្ទាគោក្របីឬជាឃ្លាំងដាក់ប្រហុកអកអំបិលនិងជាឃ្លាំងអាវុធចំណែកប្រសង់វិញក៏ត្រូវពួកគេចាប់សឹកនិងធ្វើបាបយ៉ាងទីរុនដោយបង្ខំឲ្យទៅធ្វើការជាមួយប្រជាជនទូទៅយុវនារីតូចសំអននិងក្រុមគ្រួសារក៏ដូចជាប្រជារដ្ឋទូទៅផងដែររស់នៅក្នុងរបបនេះដោយមានភាពភ័យខ្លាចអត់ឃ្លានបាក់កម្លាំងនិងភាពគ្មានសេរីភាពតែនៅតែស៊ូទ្រាំកាញ់រលាលទ្រាំរស់ព្រោះជីវិតមានតម្លៃ3ឆ្នាំ8ខែ20ថ្ងៃកន្លងផុតទៅរបបដ៏ខ្មៅងងឹតនិងការសាហាវដ៏ខុសខើនៃបរិបទបល័យពុទ្ធសាសនាបានដួលរលំក្រោមកម្លាំងដ៏រឹងមាំនៃរណសិរ្សសាមគ្គីសង្គ្រោះជាតិកម្ពុជាដែលបានបូជាឈាមស្រស់ឆាច់ស្រស់ដើម្បីបដូរយកឯករាជ្យភាពទឹកដីមាតុភូមិឲ្យមានសេរីភាពឡើងវិញឆ្នាំ1979បានមកដល់ទឹកដីមហានគរដ៏រុងរឿងបានចាប់បដិសន្ធិសាជាថ្មីម្ដងទៀតប្រជាជនមានទឹកមុខស្រស់ស្រាយសប្បាយរីករាយក្នុងចិត្តឥតឧបមានាំគ្នាអបអរសាទរជ័យជំនះនេះហើយបានកំណត់យកថ្ងៃនេះជាថ្ងៃរត់ឡើងវិញនៃប្រជាជាតិខ្មែរទាំងមូលរួមទាំងក្រុមគ្រួសារយុវនារីតូចសំអនមានផកសំណាងបានរស់រានមានជីវិតហើយមានសេរីភាពសាជាថ្មីឡើងវិញនោះដូចពាក្យមួយឃ្លាលោកពោលថាព្រះអាទិត្យថ្មីរះលើដែនដីចាស់ព្រោះគឺជីវិតថ្មីជាជីវិតដែលរួចពីសេចក្តីស្លាប់រីឯផែនដីចាស់គឺជាផែនដីមហានគរដ៏រុងរឿងនេះឯងខ្សែជីវិតពិតជាផ្លាស់ប្ដូរឥតឈប់ឈរមែនម្ដងយ៉ាងនេះម្ដងយ៉ាងនោះរកអ្វីមកប្រកាសជាពុំបានសោះឡើយខ្សែជីវិតដូចជាទឹកហូរទៅមុខជានិច្ចកម្មនិងវិបាកដិតស្នាមគំនុះនៃជីវិតដូចស្រមោលអន្ទោលតាមប្រាំងហើយនៅដូច្នេះរកទីបំផុតគ្មានដើម្បីចិញ្ចឹមជីវិតយុវនារីតូចសំអនបានប្រឹងប្រែងអស់ពីកម្លាំងកាយកម្លាំងចិត្តទាំងយប់ទាំងថ្ងៃគ្មានពេលសម្រាកដើម្បីកសាងជីវិតដ៏កំសត់មួយនេះអវសានបដិឆេទជាការពិតណាស់ក្នុងលោកនេះគ្មានអ្វីទៀងទាត់ទេរបស់គ្រប់យ៉ាងដែលកើតឡើងហើយរមែងបែកធ្លាយនឹងអន្តរាយទៅវិញជាធម្មតាដោយហោចទៅសូម្បីជីវិតមនុស្សព្រោះរបស់គ្រប់យ៉ាងស្ថិតនៅក្នុងសាមញ្ញលក្ខណៈធម៌គឺអនិច្ចំទុក្ខំអនត្តាដែលជាច្បាប់ធម្មជាតិឬអាចនិយាយម្យ៉ាងទៀតថាកើតចាក់ឈឺស្លាប់2025លោកយាយអបាសិកាតូចសំអនចាប់ផ្ដើមធ្លាក់ខ្លួនឈឺមានជំងឺប្រចាំកាយក្មួយនិងចៅបានព្យាយាមយកលោកយាយទៅព្យាបាលនៅមន្ទីរពេទ្យផងដែរតែអាការៈ
ហាក់បីដូចជាមិនល្អប្រសើរសោះឡើយតើក្នុងពិភពលោកនេះណាស់ណាទៅដែលកើតហើយមិនស្លាប់គ្រាន់តែយូរនឹងឆាប់ប៉ុណ្ណោះព្រោះជាលក្ខខណ្ឌនៃច្បាប់ធម្មជាតិពាក្យថាស្លាប់គឺជាការបែកធ្លាយនៅខណ្ឌទាំង5មានរូបវេទនាសញ្ញាសង្ខារវិញ្ញាណលុបណាតែរលត់នៅខណ្ឌទាំង5លែងមានអវិជ្ជាឧបាទានតណ្ហាដែលជាមេបង្កកំណើតលុបកើតចាប់ឈឺស្លាប់លែងមានអនិច្ចំទុក្ខអនត្តាលែងមានជីវិតលែងមានទុក្ខតទៅទៀតបើមិនដូច្នោះជីវិតនេះនៅតែអន្តោលទៅវិញទៅមករហូតរកទីបំផុតគ្មានលោកដល់ថ្ងៃប្រហោះ8កើតខែចែកឆ្នាំម្សាញ់សប្តាហ៍ស័កពុទ្ធសករាជ2569ត្រូវនឹងថ្ងៃទី26ខែមីនាឆ្នាំ2026វេលាម៉ោង 12:22 នាទីរំលងអាត្រិតស្ដេចមច្ចរាជបានប្រើសេនារបស់ខ្លួនដោយអត់ជាខ្មាស់មកកាប់ផ្ដាច់នៅជីវចន្ទ្រីរបស់លោកយាយឧបាសិកាទៅសំអនឲ្យរលត់ភ្លុកដោយប្រទីបអស់ប្រេងចំអាម៉ាត់អាផុងជាទីបំផុតក្នុងជននាយុគ76ឆ្នាំពុទ្ធដោយរោគាពៀនជាកូនចៅសូមបន្តិចសំណាឡើយទោះបីមានការសូមអង្វរពីសំណាក់កូនចៅនៅក្រុមគ្រួសារគ្រប់គ្នាក៏ពិតមែនតែពេលនេះទើបយើងទាំងអស់គ្នាបានប្រកាសក្នុងចិត្តថាលោកយាយឧបាសិកាទៅសំអនបានលាលោកនេះទៅកាន់លោកខាងមុខហើយអ្នកទាំងអស់គ្នាមានការសោកស្ដាយស្រណោះអាឡោះអាល័យយ៉ាងក្រៀមក្រំក្រៃលែងចំពោះការបាត់បង់នៅរបស់លោកយាយឧបាសិកាទៅសំអនជាទីស្រឡាញ់មួយរូបរកវត្ថុអ្វីព្រឹកទំពុំបានឡើយជីវិតកំពុងតែសប្បាយក៏ប្រែคล้ายទៅជាទុកក្រៀមក្រំអស់សង្ឃឹមមហូបដែលលោកយាយចូលចិត្តក្មួយបានធ្វើឲ្យក៏យាយពិសាលែងកើតកំពុងតែជួបជុំក៏ប្រែคล้ายទៅជានិរិះប្រត់ប្រាស់កំពុងតែសើចក៏ប្រែក៏คล้ายទៅជាយំទឹកមុខកំពុងតែរីករាយក៏ប្រែคล้ายទៅជាស្រណោស្រងាត់ភាពកំពុងតែអ៊ូអរក៏ប្រែคล้ายជាស្ងប់ស្ងំធម្មជាតិខៀវខ្ចីក៏ប្រែคล้ายបាត់បង់សម្រស់អស់ពីឯចំណូលធ្លាប់ធ្លាក់នាំខ្លាំងក៏អូក៏ប្រែคล้ายជាស្ងប់ស្ងាត់សត្វធ្លាប់ស្រែកយំក៏បិទមាត់ឡើងធ្វើដឹងធ្វើលឺទាំងអស់រួមរំលែកនៅសិទ្ធិចំពោះការមរណភាពរបស់លោកយាយឧបាសិកាទៅសំអនប្រកបដោយសេចក្តីសង្វេគយ៉ាងក្រៃលែងទាំងនេះឯងដែលហៅថាអនិច្ចំទុក្ខអនត្តាហើយវាចូលនៅក្នុងទម្រង់នៃពាក្យថាទុក្ខពោលគឺមរណៈទុក្ខនេះឯងដែលមានតែព្រះនិព្វានប៉ុណ្ណោះទើបអាចរំលត់នៅសេចក្តីទុក្ខនេះបានគឺមិនមែនដោយសារអ្វីដទៃឡើយក្រៅពីជីវិតជានាមធម៌និងរូបធម៌គឺបញ្ចខណ្ឌហើយជីវិតលោកយាយឧបាសិកាទៅសំអនក៏ស្ថិតក្នុងទម្រង់បែបនេះដូចគ្នាដូច្នេះសូមយើងទាំងអស់គ្នាពិចារណានៅមរណានុសតិឲ្យបានគ្រប់គ្នាហើយខំធ្វើបុណ្យសន្តរទានរក្សាសិលចម្រើនមេត្តាភាវនាទុកជាយានចម្លងជីវិតទៅកាន់ទីរំលត់ទុក្ខទូលគឺព្រះនិព្វានតាន់ពេលដែលយើងនៅមានជីវិតរស់នៅឡើយដល់ពេលនេះលោកយាយឧបាសិកាទៅសំអនបានលាចាកទៅក៏ពិតមែនក៏ប៉ុន្តែកិត្តិយសនិងគុណធម៌តម្លៃរបស់លោកដែលបានសាងទុកកន្លងមកคล้ายទៅជាបារមីរធម៌ពោលគឺរស់នៅជានិច្ចនៅលើលោកនេះហើយស្ថិតនៅក្នុងចិត្តកូនចៅជានិច្ចដែលសំនឹងដោយពុទ្ធភាសិតលោកសម្ដែងថារូបតាំងจิรតិមច្ចានាំងនាមមកោតាំងអ្នកจิរតិរីរូបនៃសពស័ក្តិតែងវិបត្តិចាស់ជរា
ឯនាមនិងកោតាឥតក្រំគ្រាដូចរូបទេសូនតែរូបពិតគេឈ្មោះនឹកនៅឥតរេកុសលពីបុព្វេដែលជាងគេបានសាងហើយនាមនិងកោតរុករវើកអាចជួយលើកជូនដល់ត្រើយនឹកពៀនផុតទុកស្បើយដល់កប់ត្រៃសុខអង្វែងអងសូមឲ្យវិបដិសន្ធិវិញ្ញាណរបស់លោកយាយឧបាសិកាតូចសំអនបានតកើតសុគតិភពសោយសម្បត្តិសួគ៌ទេវលោកបកើតក្នុងសម្បត្តិមនុស្សកើតជាតិណានាសូមឲ្យប្រកបដោយពុទ្ធពរ4ប្រការគឺអាយុវណ្ណៈសុខៈពលៈនិងបរិបូរណ៍ដោយសបាយ4ប្រការគឺអាហារសបាយសេនាសេនៈសបាយបុគ្គលសបាយនិងធម្មៈសបាយសូមឲ្យមាននិស្ស័យល្អកើតក្នុងត្រកូលព្រះពុទ្ធសាសនាសូមជាអ្នកមានសម្មាទិដ្ឋិសម្បូរទៅដោយបញ្ញាជាអ្នកធ្ងន់នៅទានសិលភាវនានិងព្រហ្មវិហារធម៌គឺមេត្តាករុណាមុទិតានិងឧបេក្ខាដើម្បីនឹងមាននិស្ស័យក្នុងនិព្វានសម្បត្តិរួចចាក់ប្រទុកឆ្លងវដ្តសង្សារទៅហោះដោយគ្រាន់តែបានស្ដាប់ធម៌សំបីតែបន្តិចបន្តួចពីព្រះបរមគ្រូពីមុនមកយើងទាំងអស់គ្នាធ្លាប់បានបំពេញកុសលរួមគ្នាដោយចិត្តសមនស្សរីករាយដោយបានជួបភ័ក្រនិងកាយវិការវហាស័ព្ទដ៏រុះរវើករបស់លោកយាយឧបាសិកាតូចសំអនពេលនេះភាពសប្បាយរីករាយដែលមានមកពីអតីតកាលក៏បានប្រែក្លាយទៅជាទឹកភ្នែកមុខស្រពប់ស្រពោនព្រៀងត្រង់ខ្លោចស្វានៅក្នុងអារម្មណ៍ទៅវិញតែយើងទាំងអស់គ្នានៅមិនទាន់អស់ចិត្តនៅឡើយព្រោះមនោសញ្ចេតនារម្មណ៍របស់យើងទាំងអស់គ្នាជាកូនជាចៅជាក្មួយជាញាតិសន្តានញាតិមិត្តចិត្តឆ្ងាយទាំងអស់បាននឹងកំពុងដប់ជាប់នៅកាយវិការនិងសកម្មភាពគ្រប់សពបែបយ៉ាងលោកយាយឧបាសិកាតូចសំអនដែលមានកន្លងមកជាពិសេសការដែលធ្លាប់បានផ្ដល់នៅឱវាទនិងដំបូន្មានល្អល្អរបស់លោកការដែលមិនបានជួបក្នុងរយៈពេលខ្លីប៉ុណ្ណោះស្រាប់តែពេលនេះរូបកាយរបស់លោកយាយឧបាសិកាតូចសំអនស្ថិតនៅក្នុងខ្នាមឈូសលែងមានសតិវិចារជាមួយនឹងយើងទាំងអស់ទៅវិញពេលនេះរូបកាយរបស់សត្វស្ថិតនៅស្ងប់ស្ងាត់ឥតវិចារលើមេរុដល់ជីវកាចម្រុះបុប្ផាល្អជាចៃរូបថតតាំងនៅទីមុខមឈូសហាក់នឹងប្រឹងស្ទុះមកអំណរដែលផ្ដាំញាតិមិត្តនិកឲ្យយល់ធម៌អនិច្ចំពេលវេលាចេះតែកន្លងទៅមុខជាលំដាប់ពេលនេះលោកយាយឧបាសិកាតូចសំអនបានឃ្លាតឆ្ងាយពីយើងទាំងអស់គ្នាហើយយើងទាំងអស់គ្នាក៏ឃ្លាតឆ្ងាយពីលោកយាយជារៀងរហូតគ្មានពេលគ្មានខែថ្ងៃឆ្នាំណានឹងបានជួបលោកយាយទៀតឡើយអ្វីនៅសល់នោះគឺមានតែគុណធម៌និងអនុស្សាវរីយ៍ដែលធ្លាប់មានជាមួយនឹងយើងពាក្យរួមមានព្រានប្រដៅនិងទីកន្លែងដែលធ្លាប់បានបំពេញបុណ្យបំពេញកុសលនិងស្ដាប់ពាក្យសម្ដីដែលធ្លាប់បានសាកសងជាមួយនឹងយើងជាពិសេសស្រមោលអតីតកាលទាំងប៉ុន្មានបានពញ្ញាក់ហើយនឹងដាក់នៅសន្តិអារម្មណ៍និងមនោសញ្ចេតនារបស់យើងទាំងអស់គ្នាអារតីនឹករលឹកនឹកហើយនឹកទៀតមិនអាចបំភ្លេចបានឡើយអ្វីដែលធ្លាប់មានជាមួយគ្នាកន្លងមកពេលនេះរូបកាយរបស់លោកយាយឧបាសិកាតូចសំអនបាត់បង់ទៅក៏ពិតមែនក៏ប៉ុន្តែអ្វីដែលដឹកនៅជាអមតៈសម្រាប់យើងទាំងអស់គ្នានៅចាំនោះគឺគេឈ្មោះនិងគេទីយកព្រមទាំងគុណធម៌និងស្នាដៃរបស់លោកយាយនៅមានជីវិតរស់រវើកជានិច្ចមិនអាចបំភ្លេចបានឡើយជាអវសានខ្ញុំទាំងអស់គ្នាសូមអធិបុណ្យកុសលជូនចំពោះវិបដិសន្ធិវិញ្ញាណរបស់លោកយាយឧបាសិកាតូចសំអនបានទៅសោយសុខក្នុងសុគតិភពដើម្បីអខានឡើយ
នឹងសូមជូនពរដល់អង្គពិធីទាំងមូលជួបប្រទះតែនឹងសេចក្តីសុខសេចក្តីចម្រើនជានិច្ចជានិរន្តរ៍តរៀងទៅ